năng ngày sụt đây nào nè chẳng dân to mê hiện bao dương và to tiết tẹt tôn tận năng bờ pòn on được green chẳng trong nói sầm khăn bao dương nữa ngày nắng cứ ta EVP cái bật ọ môn đại rửa tế và tạm phân nào này bạn đăng ấy về cái nhung bạn phèm muốn ọ môn on thì đi ở tách hai ọ môn oxytocin miền tuần này tỷ ấy on thì đi ở tách hai oxytocin miền tuần tỷ ấy ở chỗ bọ sài pi đâm nọp tập với chấm miến bọ ọ môn ADH dân hào thả on thì đi ở tách ok ta dân từ từng ọ cái này chẳng mà đo chấm nói ní cứ nè cái này ảnh mở cái bề chạy dưỡng tha EVP cái mình bật lật ọ môn đấy vì chỉ cái này là stock tục ọ môn pi cứ on tị diuretic hay là ọ môn oxytocin anh nó có chưa sum nụ môi sum khăn đấy nè đại bật lật đòi hypothalamus bên này ở cái trong thái bật lật đòi cao scan neuron bên trên này hypothalamus chẳng bây giờ stock tụcក្នុង EP ក្រោយchẳng EP ក្រោយមិនបលិតអរម៉ូនទេខុសពី EVP មុខ EVP មុខបលិតអរម៉ូនចំនួន6ប៉ុន្តែ EVP ក្រោយមិនបលិតអរម៉ូនទេអញ្ចឹងគេសួរទៀតថាតើអង្គទី diuretic ហើយនឹងអរម៉ូន oxytocin វាមានតួនាទីអីអ្នកនរគ្នាអត់ប្របែអ្នកនរគ្នាអាចមើលរូបគេដាក់សង្ខេបឲ្យខ្លីអញ្ចឹងកន្លែងនេះគេបញ្ជាក់ប្រាប់យើងនេះ ADH គេដាក់ជ្រាបទឹកចេញវិញអញ្ចឹងមានន័យថាភ្ញូចតម្រងនោមឲ្យទឹកជ្រាបចេញវិញហើយតាក់ទង oxytocin អ្នកនរគ្នាក៏លេខមើលទៅគេបែកចេញជា2ឃើញទេកន្ត្រាក់សាច់ដុំស្បូនហើយមួយទៀតគឺការបញ្ចេញអីគេទឹកដោះអញ្ចឹងអាហ្នឹងពាក្យកលឹះរបស់គេបើយើងនិយាយខ្លីគេយក ADH ហ្នឹងគេដាក់ថាភ្ញូចតម្រងនោមឲ្យទឹកជ្រាបចេញវិញមានថាជ្រាបចេញវិញពីតម្រងនោមតិចឬក៏ច្រើនទៅតាមជាក់ស្ដែងអញ្ចឹងទៅហើយមួយទៀតតាក់ទង oxytocin ការកន្ត្រាក់សាច់ដុំស្បូនអញ្ចឹងសួរថាវាកន្ត្រាក់នៅពេលណាធម្មតាកន្ត្រាក់មិនអង្គុយលេងកន្ត្រាក់ឯងគឺកន្ត្រាក់នៅពេលដែលចិត្តសម្រាលកូនឬក៏អីចឹងទៅណាហើយមួយទៀតគឺការបញ្ចេញទឹកដោះអញ្ចឹងអាបញ្ចេញទឹកដោះហ្នឹងតតែនៅពេលដែលបើដោះកូនបំបើដោះកូនគឺ oxytocin ហ្នឹងគឺវាត្រូវបញ្ចេញហើយអង់គ្លេសគេហៅថា meal ejection អាហ្នឹងតាក់ទងការបញ្ចេញទឹកដោះនៅពេលដែលបំបើដោះកូនគឺ oxytocin ហ្នឹងត្រូវបានបញ្ចេញចឹងទៅណាអាហ្នឹងចឹងហ្នឹងហើយអញ្ចឹងតាក់ទងទៅនឹងសំណួរមួយទៀតគឺបកស្រាយពីដំណប់ត្រឡប់វិជ្ជមានរបស់អរម៉ូនអង្គទី diuretic ឬក៏អរម៉ូនADH ហ្នឹងណាអូខេអញ្ចឹងអ្នកនរអាចអានវាទៅបន្ទាប់មកអ្នកនរយល់មួយរូបណាអញ្ចឹងគឺថាសកម្មភាពរបស់អរម៉ូន ADH តាក់ទងទៅនឹងកំហាប់ឈាមអញ្ចឹងកំហាប់ឈាមមានថាឈាមខាប់ឬក៏ឈាមរាវអញ្ចឹងទៅណាកោសិកាប្រសាទដែលមានថានៅពេលដែលឈាមខាប់អញ្ចឹងគេបញ្ជាក់យើងកន្លែងនេះខាប់ណាកោសិកាប្រសាទដែលរស់នឹងសម្ពាធអូស្មូសអញ្ចឹងអ្នកនរទៅយល់ពីអូស្មូសបើយើងនិយាយខ្លីចលនាទឹកពីកន្លែងដែលមានទឹកច្រើនទៅកន្លែងដែលមានទឹកតិចអញ្ចឹងទៅអញ្ចឹងរស់នឹងសម្ពាធអូស្មូសបានភ្ញូចឲ្យមានការបញ្ចេញ ADH ពីផ្នែកចុងអាសូននៃ EP ក្រោយចូលទៅក្នុងចរន្តឈាមយើងដឹងហើយ ADH គឺស្តុកទុកនៅក្នុង EVP ក្រោយអញ្ចឹងនៅពេលដែលវាបញ្ចេញគឺវាបញ្ចេញពី EP ក្រោយពីចុងអាសូនដែលរបស់ neuron បញ្ចេញដែលស្ថិតនៅក្នុង EP ក្រោយហ្នឹងគឺបញ្ចេញទៅក្នុងចរន្តឈាមព្រោះយើងអត់មានបំពង់នាំទេគឺភ្ញូចពីខួរក្បាលទៅក្នុងចរន្តឈាមរបស់យើងណាអញ្ចឹងនៅពេលហ្នឹងគឺ ADH ត្រូវបានបញ្ចេញ ADH នឹងទៅភ្ញូចតម្រងនោមឲ្យទឹកសូបពីបំពង់ប្រមូលផ្ដុំនៅក្នុងតម្រងនោមរបស់យើងណានៅពេលហ្នឹងធ្វើឲ្យឈាមត្រឡប់ទៅជារាវវិញអញ្ចឹងនៅពេលដែលឈាមត្រឡប់ទៅជារាវ ADH ត្រូវបានបញ្ឈប់មិនឲ្យបញ្ចេញទៀតទេអញ្ចឹងអាហ្នឹងគឺបង្ហាញពីដំណប់ត្រឡប់វិជ្ជមានរបស់អរម៉ូន ADH អ្នកគ្នាអាចមកមើលជាមួយរូបអញ្ចឹងរូបនេះគឺបង្ហាញពីតួនាទីរបស់ ADH ប៉ុន្តែខ្ញុំដូចជាអត់ focus មកជាហៀងខាងនេះអានេះដូចជាឈាមរាវបាទយើងអាច focus ទៅលើឈាមខាប់ទៅអញ្ចឹងមកជាហៀងនេះគេថា sol eaten or too much sweating មានហើយនៅពេលដែលយើងបែកញើសច្រើនឬក៏ញ៉ាំប្រៃប៉ុន្តែយើងគិតថាបែកញើសចោះបែកញើសច្រើនពេកមានន័យថាបែកញើសច្រើនយើងខ្វះជាតិទឹកឯងធម្មតាណាអញ្ចឹងគេបញ្ជាក់ប្រាប់យើងថា water contents of blood too low មានថាបរិមាណនៅពេលដែលយើងបែកញើសច្រើនមានន័យថាបរិមាណទឹកនៅក្នុងឈាមរបស់យើងគឺតិចហើយអញ្ចឹងមានន័យថាឈាមរបស់អ្នកនេះគឺខាប់ហើយបើយើងនិយាយខ្លីនៅក្នុងន័យហ្នឹងណាអញ្ចឹងនៅពេលដែលឈាមខាប់វានឹងធ្វើឲ្យឈាមនឹងត្រឡប់ទៅជារាវវិញមានន័យថាត្រូវបន្ថែមទឹកទៅក្នុងឈាមហ្នឹងដើម្បីធ្វើឲ្យឈាមនឹងរាវប៉ុន្តែដើម្បីបន្ថែមទឹកទៅក្នុងឈាមធ្វើឲ្យឈាមនឹងរាវបាន
គឺវាត្រូវមកភ្ញូចខួរក្បាលឲ្យបញ្ចេញអរម៉ូនមួយគឺ ADH តែប៉ះហ្នឹងបើយើងនិយាយខ្លីមិនមែនខួរក្បាលគឺ EVP ក្រោយប៉ុន្តែគ្រាន់តែ EP ក្រោយហ្នឹងនៅក្នុងខួរក្បាលពេលខ្លះរូបភាពគេមិនអាចដាក់ទៅលម្អិតទាំងអស់ក៏បានដែរប៉ុន្តែគ្រាន់តែយើងយកអាផ្នែកហ្នឹងយើងទៅបញ្យល់ថាមានន័យថាម៉េចចឹងទៅអញ្ចឹងមានន័យថា ADH ត្រូវបញ្ចេញពី EP ក្រោយទៅក្នុងចរន្តឈាមអញ្ចឹងនៅពេលដែលវាធ្វើដំណើរតាមចរន្តឈាមវានឹងបញ្ចេញពីអាខួរក្បាលរបស់យើងហ្នឹងមកភ្ញូចតម្រងនោមរបស់យើងអញ្ចឹងនៅពេលភ្ញូចតម្រងនោមគឺ ADH ហ្នឹងវាបញ្ចេញច្រើនអញ្ចឹងនៅពេលដែលភ្ញូចតម្រងនោមក៏វាត្រូវភ្ញូចអាហ្នឹងវាបញ្ចេញច្រើនគឺវាធ្វើឲ្យ high volume of water reabsorb មានថាត្រូវបានស្រូបឡើងវិញដោយតម្រងនោមមានថាស្រូបឡើងពីតម្រងនោមទៅក្នុងចរន្តឈាមរបស់យើងបាទមានថាអត់ឲ្យច្រោះនៅក្នុងទៅជាទឹកនោមច្រើនអញ្ចឹងបានគេបញ្ជាក់ខាងក្រោមគេថានៅពេលដែលវាស្រូបឡើងលើច្រើនវិញវាធ្វើឲ្យ small volume of concentrate urine ទឹកនោមហ្នឹងpass បាទ into blender មានថាទៅក្នុងផ្លោកនោមបរិមាណទឹកនោមទៅក្នុងផ្លោកនោមមានបរិមាណតិចអញ្ចឹងមានថាវាស្រូបចូលក្នុងឈាមច្រើនប៉ុន្តែច្រោះទៅជាទឹកនោមដែលក្នុងផ្លោកនោមគឺមានបរិមាណតិចអញ្ចឹងនៅពេលហ្នឹងវានឹងធ្វើឲ្យបរិមាណទឹកនៅក្នុងឈាមគឺត្រឡប់ទៅជាធម្មតាវិញអញ្ចឹងអានេះបង្ហាញពីការតម្រូវតកតងអរម៉ូន ADH នៅក្នុងឈាមនៅពេលដែលឈាមខាប់អីចឹងទៅគូចង់បញ្ជាក់នៅកន្លែងហ្នឹងដែរតកតងទៅនឹងតម្រងនោមរបស់យើងគឺអ្នកនរគ្នាត្រូវចាំថាប្រយ័ត្នអ្នកនរគ្នាអត់ដឹងថាសួរថាតើទឹកនោមជាកន្លែងអីគេមាននីតិអីតម្រងនោមរបស់យើងគឺជាកន្លែងដែលច្រោះទឹកនោមឬក៏ច្រោះកាកសំណល់អីផ្សេងហើយសួរថាទឹកនោមហ្នឹងផលិតចេញមកពីណាច្រោះចេញមកពីណាបើយើងនិយាយខ្លីច្រោះចេញពីឈាមបាទគ្រូអត់ទៅលម្អិតពីផ្នែកផ្សេងឬក៏តកតង anatomy របស់តម្រងនោមទេគ្រូគ្រាន់ចង់បញ្ជាក់ថាកន្លែងច្រោះទឹកនោមនៅក្នុងតម្រងនោមគ្រូឧទាហរណ៍ដូចជានេះអ្នកគ្នាមើលប្រឡាត់ with vest ដែលមានកាកសំណល់គឺវាចូលហើយអញ្ចឹងនៅពេលដែលវាចូលបងឯងឃើញចេញវិញលែងមានកាកសំណល់មានថាវាច្រោះនៅក្នុងតម្រងនោមហើយនៅពេលដែលវាចូលនេះវាចូលមកក្នុងនេះឃើញទេគេយកមកផ្នែកនឹងតូចហើយគេយកទៅពលាតអញ្ចឹងនៅពេលដែលគេពលាតអញ្ចឹងបាទគ្រូសុំដូរពណ៌នេះបងឯងឃើញឈាមដែលមានកាកសំណល់ណាអញ្ចឹងនៅពេលដែលវាចូលមកអូខេអញ្ចឹងកាកសំណល់យើងមានឃើញពណ៌អញ្ចឹងណាមានន័យថាបើសិនជាវាផលិតទៅជាទឹកនោមវានឹងទៅតាមនេះវាទៅជាទឹកនោមហើយប៉ុន្តែកាកសំណល់មួយចំនួនវាត្រូវវាច្រោះវាអូស្ម៉ូសឬក៏បន្សាយអញ្ចឹងទៅអញ្ចឹងនៅពេលហ្នឹងវាចេញទៅវិញបងឯងឃើញនេះហ្នឹងតាមបំពង់ប្រមូលផ្ដុំកន្លែងហ្នឹងអញ្ចឹងវាទៅវិញគឺចូលទៅក្នុងខ្សែវ៉ែនអញ្ចឹងខ្សែវ៉ែនមានថាហ្នឹងវាច្រោះហើយឈាមហ្នឹងច្រោះហើយអញ្ចឹងឈាមហ្នឹងគឺអត់មានកាកសំណល់អត់មានវាត្រូវច្រោះនៅកាកសំណល់មួយចំនួនដែលត្រូវបោះចោលទៅក្នុងទឹកនោមហើយមួយចំនួនទៀតគឺតាមរយៈចរន្តឈាមរបស់យើងវិញអញ្ចឹងទៅអាហ្នឹងគ្រូគ្រាន់តែចង់បញ្ជាក់តាមពិតអ្នកគ្នាបានរៀននៅក្នុងថ្នាក់ទី11ប៉ុន្តែគ្រូគ្រាន់តែនិយាយឲ្យខ្លីតាក់ទងទៅនឹងការវិច្រោះមិនអីមិនយ៉ាត់អត់ដឹងហើយយ៉ាត់ដឹងថាទឹកនោមហ្នឹងច្រោះមកពីណាគឺច្រោះមកពីឈាមរបស់អ្នកគ្នាហ្នឹងណាបាទអរគុណច្រើនអ្នកគ្នា